ជ្រាបសួរហើយក៏សួស្តីដល់អ្នកនរគ្នានៅថ្ងៃនេះគឺខ្ញុំមកជាមួយនឹងរឿងថ្មីហើយរឿងចាស់របស់យើងគឺខ្ញុំអាចបន្តបានទៀតតែដោយសារតែខ្ញុំមានបញ្ហារឿងជាមួយនឹងវាបន្តិចបន្តួចដោយសារខ្ញុំបានបាត់អញ្ចឹងណាពេលអញ្ចឹងខ្ញុំក៏អត់ឲ្យអ្នកនរគ្នាចាំយូរខ្ញុំយករឿងថ្មីមកសិនបើស្អីខ្ញុំរករឿងចាស់ខ្ញុំបានគឺខ្ញុំនឹងដាក់រឿងចាស់ឲ្យហើយរឿងថ្មីរបស់យើងគឺមានចំណងជើងថារងចាំជួបគ្នាយើងកុំឲ្យខាតពេលយូរយើងក៏ចូលទៅដល់សាច់រឿងតែម្ដងនៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងពិតជាស្រស់ស្អាតខ្លាំងដោយសារតែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះក៏យើងក៏បានឃើញផ្ទះសាមញ្ញមួយដែលមានក្មេងស្រស់ស្អាតម្នាក់កំពុងតែអង្គុយយល់ទងនៅក្រោមដើមឈើលេងតែទឹកមុខរបស់គេដូចជាមិនសូវស្រស់នោះទេមើលទៅដូចកំពុងខឹងនរណាម្នាក់នោះគ្មាននរណាក្រៅពីគីមថេយ៉ុងនោះទេគេមានអាយុតែ5ឆ្នាំប៉ុណ្ណោះមុខមាត់របស់គេគួរឲ្យស្រឡាញ់ណាម្នាក់ក៏ចូលចិត្តលេងថ្មរបស់គេដែរអ្នកស្រីគីមឃើញកូនមុខបែបនេះក៏បានចូលទៅសួរក៏បាននិយាយថាថេយ៉ុងកូនកើតអីបានធ្វើមុខបែបនេះដោយសារតែឃើញមុខរបស់កូនមិនសូវស្រស់គាត់ក៏បានសួរនាំឯថេយ៉ុងរបស់យើងក៏មិនចាំយូរគេក៏បាននិយាយថាគឺបងជង្គុកគាត់ថាកូនជ្រូកគ្រាន់តែលើបែបនេះគាត់ក៏អត់សំណើចតែយ៉ាងណាក៏ខំទុកដើម្បីកុំឲ្យថេយ៉ុងខឹងថែមអ្នកស្រីគីមក៏បាននិយាយថាបងគ្រាន់តែនិយាយលេងកុំខឹងនឹងបងអីហើយថេយ៉ុងក៏បានតបទៅវិញថាកូនមិនចូលចិត្តនោះទេអ្នកស្រីគីមក៏បាននិយាយថាខឹងនឹងបងបែបនេះមិនចង់លេងជាមួយបងទៀតទេមែនទេថេយ៉ុងក៏បាននិយាយថាកូនជប់លេងជាមួយគាត់ទៀតហើយអ្នកស្រីគីមក៏បានតបទៅវិញថាមិនអីទេឥឡូវនេះយើងទៅញ៉ាំបាយសិនទៅថេយ៉ុងក៏ងក់ក្បាលថេយ៉ុងបានមកញ៉ាំអាហារពេលព្រឹកជាមួយនឹងអ្នកស្រីគីមនិងលោកគីមគ្រាន់តែបានឃើញទឹកមុខថេយ៉ុងដូចជាមិនសូវស្រស់ស្រាយលោកគីមក៏បានសួរនាំថេយ៉ុងកើតអីមែនទេកូនថេយ៉ុងក៏បាននិយាយថាគឺកូនខឹងនឹងបងជង្គុកលោកគីមក៏បាននិយាយថាខឹងនឹងបងបែបនេះមានអ្នកណាលេងជាមួយនឹងកូនទៀតទៅថេយ៉ុងគេឆ្លើយថាមិនដឹងនោះទេហើយគេក៏គ្រាវបានបន្តិចបន្ទាប់ពីញ៉ាំអាហាររួចរាល់អ្នកស្រីគីមក៏បាននាំថេយ៉ុងទៅផ្ទះអ្នកស្រីចនដោយសារគាត់មានការងារត្រូវនិយាយគ្នាហើយអ្នកស្រីគីមក៏បាននាំថេយ៉ុងទៅជាមួយគ្នាផងដែរគ្រាន់តែមកដល់ភ្លាមអ្នកស្រីចនបានឲ្យអ្នកបម្រើមកទទួលអ្នកស្រីគីមតែម្ដងអ្នកស្រីចនបានទទួលរាក់ទាក់គាត់ក៏បាននិយាយថាខ្ញុំឮមកថាអ្នកមានការរកខ្ញុំមែនទេអ្នកស្រីគីមគាត់មិនចង់ឲ្យថេយ៉ុងចាំយូរគាត់ក៏បាននិយាយទៅកាន់ថេយ៉ុងថាថេយ៉ុងកូនទៅលេងខាងក្រៅសិនទៅចាំម៉ាក់និយាយការងារជាមួយអ៊ំហើយចាំយើងទៅវិញថេយ៉ុងក៏បានងក់ក្បាលបន្តិចអ្នកបម្រើបានយកថេយ៉ុងមកលេងខាងក្រៅដែលគេបានលេងតាមសួនច្បារដែលឃើញផ្កាស្រស់ស្អាតថេយ៉ុងបំរុងនឹងបេះលេងពេលនោះក៏សំឡេងនោះក៏បានកាត់តែបាននិយាយថាថេយ៉ុងហាមប៉ះផ្កាទាំងនេះថេយ៉ុងក៏បានងាកទៅក្រោយក៏ឃើញថាជាជង្គុកថេយ៉ុងក៏បានតបទៅវិញទាំងកំហឹងថាខ្ញុំមិនបានបេះទេកុំចេះទៅថាជង្គុកក៏បានតបទៅវិញថាបងឃើញដៃអូនរកនឹងបេះវាមិនល្អទេវាអាចនឹងរមាស់បានថេយ៉ុងក៏បាននិយាយថាកុំភ័យខ្ញុំមិនបានបេះនោះទេជង្គុកឃើញថេយ៉ុងមកគេសប្បាយចិត្តណាស់ទៅហើយព្រោះគេបានគ្នាលេងគេក៏បាននិយាយទៅកាន់ថេយ៉ុងថាអូនមកជាមួយនរណាថេយ៉ុងក៏បានឆ្លើយទៅវិញទាំងខឹងនិងកំបុតកំបោយថាគឺមកជាមួយម៉ាក់តែជង្គុកក៏បានតបទៅវិញថាទៅលេងតងជាមួយបងទេថេយ៉ុងក៏បាននិយាយទៅវិញទាំងខឹងអត់ទេខ្ញុំមិនលេងជាមួយបងទៀតទេដោយសារតែកំហឹងពីម្សិលមួយថ្ងៃដែលនិយាយពាក្យមិនល្អទៅគេហើយឥឡូវហាមគេមិនឲ្យបេះផ្កាទៀតធ្វើឲ្យថេយ៉ុងខឹងកាន់តែខ្លាំងនិងមិនចង់លេងជាមួយនឹងជង្គុកនោះទេហើយភាគទី1របស់យើងក៏បានចប់ត្រឹមនេះសម្រាប់អ្នកដែលចង់បានសភៅឬប្រឡោមរលលោកបែប BL អ្នកនរគ្នាអាចចូលទៅក្នុង page របស់ខ្ញុំបានឬក៏អាចឆាតមកខ្ញុំផ្ទាល់ឬក៏ comment ក្រោមសម្រាប់ការទិញឬក៏អីចឹងអ្នកនរគ្នាអាចមើលសភៅទាំងអស់នឹងបានមានប្រហែលជា 4-5 ក្បាលដែរ